ពាក្យទីមួយដែលយើងលើកមកនេះគឺពាក្យ on purpose on purpose and on purpose បកប្រែថាដោយចេតនាដោយចេតនាហ្នឹងមានន័យថាដោយការគិតទុកធ្វើដោយបំណងថា on purpose អូខេ I did it on purpose I did it on purpose អូខេខ្ញុំធ្វើវាដោយចេតនាឬក៏ធ្វើវាដោយបំណងអូខេនេះមានន័យថាយើងធ្វើអ្វីមួយដោយចេតបំណងឬក៏ចេតនាអូខេ Chitra breaks the bicycle on purpose Chitra breaks the bicycle on purpose Chitra ធ្វើឲ្យកង់ខូចដោយចេតនាអូខេគាត់ធ្វើឲ្យខូចហ្មងណាមិនជិះខូចដោយអចេតនាទេអូខេអញ្ចឹង on purpose បកប្រែថាចេតនាដោយចេតនាឬក៏ដោយបំណងផ្ទុយនឹងពាក្យ by accident អានថា by accident បកប្រែថាដោយចៃដន្យអូខេដោយចៃដន្យឬដោយអចេតនាអូខេអញ្ចឹងដោយចៃដន្យឬដោយអចេតនា I did it right by accident I did it right by accident I did it right by accident ខ្ញុំធ្វើវាត្រូវដោយចៃដន្យទេនេះអង្គការនៃប្រឡងណាប្រឡងគាត់ធ្វើត្រូវដោយអត់ដឹងថាអត់គាត់ចេះវាធ្វើទៅត្រូវដោយចៃដន្យជាពិសេសគឺសំណួរគួយ CM ណាអញ្ចឹង I did it right by accident អញ្ចឹងខ្ញុំធ្វើវាត្រូវដោយចៃដន្យទេមិនមែនខ្ញុំចេះទេក្នុងន័យហ្នឹងណាI found that doctor by accident okay I found that doctor by accident ខ្ញុំរកគ្រូពេទ្យមិនឃើញដោយចៃដន្យទេខ្ញុំរកគ្រូពេទ្យមិនឃើញដោយចៃដន្យទេឬក៏ខ្ញុំជួបគ្រូពេទ្យនឹងដោយចៃដន្យទេអូខេអញ្ចឹង I found the doctor by accident អត់បានដល់រកគាត់ទេតែទៅមកស្រាប់ឃើញគាត់អានឹងថាដោយចៃដន្យអូខេតែប៉ុន្តែរកអីផ្សេងស្រាប់ជួបគាត់អញ្ចឹង I found ខ្ញុំជួបគាត់ដោយចៃដន្យឬក៏ដោយអចេតនាអូខេ patient okay patient and the patient មានន័យពីរនៅក្នុងហ្នឹងតែប៉ុន្តែមានន័យផ្សេងទៀតតែខ្ញុំលើកយកទៅពីរទីមួយប្រហែលអត់ធ្មត់អូខេជាគុណណាគុណនាមគុណកិរិយាអត់ធ្មត់ឬក៏មួយទៀតគឺបម្រើតែអ្នកជំងឺជានាមអ្នកជំងឺជានាម be patient អូខេហើយធ្លាប់ឮពាក្យខន្តីញោមណា be patient គឺខន្តីញោមណាអញ្ចឹងសូមអត់ធ្មត់ណាសូមអត់ធ្មត់អូខេខន្តីញោមអូខេសូមអត់ធ្មត់ be patient ជួយចប់ប្រាប់ណាទៀតដែលកំពុងតែខឹងកំពុងតែច្រឡោតកំពុងតែអីចឹងសូមអត់ធ្មត់អញ្ចឹង be patient please ណាប្រឡូកនិយាយថាម៉េចខន្តីញោមអូខេ be patient គឺខន្តីញោមអូខេចឹងអត្ថន័យមួយទៀត somebody is treating a patient okay somebody is treating a patient okay treating បកប្រែថាព្យាបាល treat បកប្រែព្យាបាលអូខេចឹង somebody កំពុងតែព្យាបាលអ្នកជំងឺអូខេចឹង somebody is treating a patient ចឹង patient មានន័យពីរណា adverb មានន័យថាដោយអត់ធ្មត់អូខេនេះគឺអ្នកជំងឺវិជ្ជានាមណាimpatient okay impatient បកប្រែថាមិនអំណត់ឬក្តៅក្រហាយឬក៏អខន្តីអូខេ impatient ផ្ទុយនឹង impatient អូខេចត្រាលុប impatient ចត្រាលុប impatient អូខេចត្រាមើលទៅមិនអំណត់ទេគាត់មើលទៅគាត់ដូចថាមិនមែនជាមនុស្សអត់ធ្មត់មិនសូវជាមនុស្សនឹងណូណាអញ្ចឹងចត្រាលុប impatient ចត្រាមើលទៅមិនអំណត់ទេ I am getting impatient okay I am getting impatient ខ្ញុំចាប់ផ្ដើមទ្រាំលែងបានហើយអូខេមុនដំបូងយើង try to be patient ព្យាយាមអត់ធ្មត់ដល់ពេលអត់ធ្មត់យូរវាចេះយូរពេកឬក៏ខាងនោះវាឬក៏ពេលឆ្លោះគ្នាខាងនោះវាសម្បើពេកទៅ
ខ្ញុំចាប់ដើមទ្រាំលេងបានហើយអញ្ចឹង I am getting impatient អញ្ចឹងត្រូវវាយមួយលើអូខេអញ្ចឹង I am getting impatient ប្រហែលថាខ្ញុំចាប់ដើមទ្រាំលេងបានហើយមានន័យថាទ្រាំមកស្ទុះហើយប៉ុន្តែទ្រាំឥឡូវចាប់ដើមទ្រាំលេងបានអញ្ចឹងគឺ I am getting impatient អូខេ